ខ្ញុំបានឈ្មោះលុចបណ្ឌិនជាប្រធានការិយាសង្គមកិច្ចនិងសុខភាពសង្គមស្រុកទឹកផុសខ្ញុំពីមុនជាគ្រូបង្រៀនតាំងពីឆ្នាំ1993ហើយបន្ទាប់មកក៏បានវិវត្តខ្លួនមករដ្ឋបាលស្រុកដោយការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំលោកមើលឃើញអំពីការដឹកនាំក៏បានតែងតាំងខ្ញុំបានជាប្រធានការិយាសង្គមកិច្ចសុខភាពសង្គមស្រុកនៅស្រុកទឹកផុសមានរហូតដល់ជាង300គ្រួសារពីការចំណាក់ស្រុកនឹងមានការលំបាកមានការធ្វើបាបភាគច្រើនគឺទៅតែច្រើនជាងគេគឺប្រទេសកូរ៉េហើយនិងប្រទេសថៃជាទូទៅដែលយើងធ្វើការទៅលើពលករចំណាក់ស្រុកនេះគឺយើងបានជួយគាត់ទៅលើការផ្សព្វផ្សាយឲ្យគាត់យល់ដឹងអំពីការចំណាក់ស្រុកនឹងវាមានសុវត្ថិភាពឬក៏មិនមានសុវត្ថិភាពយើងបានចូលរួមសហការនិងជួយគាត់ដូចជាប្រឹងស្មារតីគាត់ហើយនឹងឧបត្ថម្ភដូចជាស្បៀងឬក៏ឲ្យគាត់បង្កើតមុខរបរខ្នាតតូចក្នុងមួយអាទិត្យក៏យើងអាចដោះស្រាយបាន1ឬក៏2ដែរពាក់ព័ន្ធនឹងការលែងលះការប្រើអំពើហិង្សាក្នុងគ្រួសារបញ្ហាបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការគឺយើងបានបើកវគ្គបណ្ដុះបណ្ដាលដើម្បីផ្សព្វផ្សាយគាត់ឲ្យយល់ដឹងអំពីការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការនេះជាក់ស្ដែងដូចនៅក្នុងស្រុកទឹកផុសយើងវាមាន9ឃុំអញ្ចឹង9ឃុំហ្នឹងជាស្ត្រីមេឃុំវា5ឃុំបាត់ហើយនៅក្នុងរដ្ឋបាលស្រាស្រុកប្រធានការិយាជាស្ត្រីក៏ច្រើនដែរចង់ពាក់កណ្ដាលដែរស្ត្រីជាថ្នាក់ដឹកនាំមួយដ៏ល្អហើយបរិះក៏មិនមានស្ត្រីក៏មិនជោគជ័យដែរបាទបើយើងនិយាយឲ្យដល់ល្អិតទៅគ្រួសារក្នុងគ្រួសារមួយរីកចម្រើនគឺមានស្ត្រីជាចំណែកធំនៅក្នុងនោះបាទជាចុងក្រោយខ្ញុំសូមអាសាជូនដល់មួយស្រីហើយក៏សិស្សជាកុមារីហើយស្ត្រីទាំងអស់សូមខិតខំប្រឹងប្រែងរៀនសូត្រដើម្បីមានចំណេះដឹងហើយកុំអស់សង្ឃឹមឲ្យតែយើងមានសមត្ថភាពគឺយើងខ្លាយខ្លួនជាថ្នាក់ដឹកនាំ